ថ្ងៃនេះខ្ញុំលើកយកសៀវភៅមួយក្បាលដែលមានចំណងជើងថាវិន័យមកធ្វើការសង្ខេបជូនអ្នកទាំងអស់គ្នាសៀវភៅនេះមានចំណងជើងដើមជាភាសាអង់គ្លេសថា Triggers Becoming the person you want to be សៀវភៅនេះបង្ហាញប្រាប់យើងពីវិធីនៅក្នុងការកំណត់វិន័យក្នុងខ្លួនធ្វើយ៉ាងណាឲ្យបង្កើតទម្លាប់ល្អសម្រាប់ខ្លួនឯងដើម្បីក្លាយជាបុគ្គលឆ្នើមនិងលេចធ្លោជាងគេមុននឹងបកស្រាយខ្លឹមសារសំខាន់ដែលមាននៅក្នុងសៀវភៅនេះដំបូងយើងមកមើលសិនថាការដែលបង្កើតវិន័យសម្រាប់ខ្លួនឯងវាពិបាកប៉ុណ្ណាយើងមកសួរខ្លួនឯងប៉ុន្មានសំណួរប៉ុន្មានដងហើយដែលអ្នកសន្យានឹងខ្លួនឯងថាចូលគេងឲ្យបានមុនម៉ោង11យប់តែជាលទ្ធផលនៅតែអង្គុយអូសទូរស័ព្ទដល់ម៉ោង1-2ទៀបភ្លឺជារៀងរាល់យប់ធ្លាប់និយាយចំពោះខ្លួនឯងថានឹងបដិញ្ញាចិត្តរស់នៅប្រកបដោយសុខភាពល្អទៅហាត់ប្រាណសម្រកទម្ងន់តែរាល់យប់បែរជាអង្គុយញ៉ាំភីហ្សាគេងមើលទូរទស្សន៍ទៅវិញខ្ញុំជឿថាទាំងអស់នេះអ្នកទាំងអស់គ្នាប្រកាសជាធ្លាប់បានជួបទោះបីតិចក្តីច្រើនក្តីហើយយើងក៏ធ្លាប់គិតដែរថានឹងខិតខំកែទម្លាប់មិនល្អទាំងនោះឲ្យបានតែចុងក្រោយបែរជានៅអូបន្លាយពេលវេលាធ្វើវាមិនបានជារៀងរហូតមនុស្សភាគច្រើននៅពេលដែលការខិតខំកែប្រែទាំងនេះទទួលបរាជ័យគេក៏ជ្រើសរើសយកភាពស្រណុកសុខស្រួលទទួលយកការពិតនិងរស់នៅក្នុងជីវិតបែបនេះរហូតតែមានមនុស្សតិចណាស់ដែលបានពិចារណាថាហេតុអ្វីបានជាយើងមិនងាយនឹងក្លាយជាមនុស្សឆ្នើមដូចដែលយើងចង់បានតាក់ទងនឹងសំណួរនេះសៀវភៅមួយក្បាលនេះនឹងស្រាយបំភ្លឺជូនអ្នកទាំងអស់គ្នាសៀវភៅមួយក្បាលនេះនិពន្ធដោយលោក Marshall Goldsmith ដែលជាគ្រូបង្វឹកជំនាញផ្នែកគ្រប់គ្រងធុរកិច្ចជាន់ខ្ពស់គាត់ត្រូវបានសមាគមអ្នកគ្រប់គ្រងសហរដ្ឋអាមេរិក American Management Association AMA បានធ្វើការវិតម្លៃថា Goldsmith ស្ថិតនៅក្នុងបញ្ជីជាកំពូលអ្នកគ្រប់គ្រងដែលមានឥទ្ធិពលជាងគេទាំង50រូបនៅក្នុងរយៈពេល18ឆ្នាំចុងក្រោយគាត់បានបង្វឹក CEO ក្រុមហ៊ុនធំនិងល្បីៗជាច្រើនជាង150នាក់ជុំវិញពិភពលោក Goldsmith យល់ឃើញថាគុណវុឌ្ឍិមួយក្នុងចំណោមគុណវុឌ្ឍិជាច្រើនរបស់អ្នកដឹកនាំគឺវិន័យនៅក្នុងខ្លួនមនុស្សដែលគាត់ត្រូវដឹកនាំនិងគ្រប់គ្រងមុនគេគឺគាត់ខ្លួនឯងដូច្នេះធ្វើយ៉ាងណាអាចគ្រប់គ្រងខ្លួនឯងបានធ្វើយ៉ាងណាអាចកែប្រែទម្លាប់អាក្រក់របស់ខ្លួននិងបង្កើតទម្លាប់ល្អបានហើយនៅក្នុងការងារតើយើងត្រូវធ្វើយ៉ាងណាទើបអាចបង្កើនប្រសិទ្ធភាពការងារឲ្យកាន់តែប្រសើរជាងមុនបានហេតុអ្វីបានជានៅក្នុងការងារនិងការរស់នៅប្រចាំថ្ងៃយើងពិបាកនឹងកែប្រែខ្លួនឯងខ្លាំងម្ល៉េះនៅក្នុងសៀវភៅនេះខ្ញុំនឹងធ្វើការបែងចែកខ្លឹមសារសំខាន់ជាពីរផ្នែកផ្នែកទី1យើងមកវិភាគបន្តិចទៅមើលថាហេតុអ្វីបានជាយើងពិបាកនឹងមានវិន័យក្នុងខ្លួនយ៉ាងនេះនិងផ្នែកទី2ធ្វើយ៉ាងណាទើបក្លាយជាបុគ្គលដែលមានវិន័យក្នុងខ្លួនយើងចូលមកមើលចំណុចសំខាន់ទី1ហេតុអ្វីបានជាមនុស្សគ្រប់គ្នាពិបាកនឹងមានវិន័យក្នុងខ្លួននៅលើបណ្ដាញសង្គមធ្លាប់ឃើញគេផុសនិយាយថាពេលនេះម៉ោង1រំលងអាត្រៀតទៅហើយខ្ញុំកំពុងតែនៅអនឡាញចូល search នៅក្នុង Google ថាចូលគេងយប់ពេកអាចប៉ះពាល់ដល់សុខភាពយ៉ាងណាខ្លះស្ដាប់ទៅហាក់បីដូចជាគួរឲ្យសំណើចបន្តិចតែនេះបញ្ជាក់ឲ្យឃើញថាមនុស្សយើងពិបាកនឹងគ្រប់គ្រងខ្លួនឯងមែនដឹងច្បាស់ណាស់ថាចូលគេងយប់ជ្រៅមិនល្អចំពោះសុខភាពតែនៅតែមិនអាចគ្រប់គ្រងខ្លួនឯងបានទៀតមិនអាចចូលគេងពីព្រលប់ក្រោកពីព្រលឹមបាននិយាយឲ្យអស់ទៅទាំងនេះកើតចេញពីបញ្ហាតែមួយគត់គឺគ្មានវិន័យហើយអ្វីបានជាគ្រាន់តែចូលគេងពីព្រលប់រឿងកំពេចកំប៉ុកប៉ុណ្នេះពិបាកធ្វើយ៉ាងនេះអ្នកនិពន្ធបានលើកឡើងថាមនុស្សគ្មានវិន័យក្នុងខ្លួនជារឿយៗដោយសារតែមូលហេតុមួយចំនួនខាងក្រោមទី1មនុស្សគ្មានវិន័យគឺដោយសារតែជឿជាក់លើខ្លួនឯងពេកជឿជាក់ពេកទៅលើសមត្ថភាពផ្លូវកាយផ្លូវបញ្ញានិងបរិយាកាសខាងក្រៅជុំវិញខ្លួនភាពខុសគ្នារវាងអ្នកមានវិន័យនិងអ្នកគ្មានវិន័យមិនមែនទៅលើការគិតរបស់គាត់នោះទេគឺទៅលើសកម្មភាពនិងការតាំងចិត្តឧទាហរណ៍ដូចករណីដែលគេងយប់ជ្រៅនេះអញ្ចឹងមិនមែនគេមិនដឹងពីផលប៉ះពាល់ពីការគេងយប់ជ្រៅនិងលេងហ្គេមដាច់យប់នោះទេគេដឹងច្បាស់ណាស់តែពួកគេពិបាកនឹងបោះជំហានទី1មិនអាចអនុវត្តផែនការទី1របស់ពួកគេដែលកំណត់ថានឹងចូលគេងមុនម៉ោង11យប់ដូច្នេះនៅពេលដែលអ្នកដឹងថាត្រូវធ្វើអ្វីមួយវាមិនស្មើនឹងអ្នកចាប់ផ្ដើមធ្វើវានោះទេនៅក្នុងជីវិតយើងដឹងនឹងយល់ហេតុផលជាច្រើនតែយើងនៅតែមិនអាចធ្វើវាបានក្រៅពីការជឿជាក់ពេកទៅលើសកម្មភាពរបស់ខ្លួនឯងរួចហើយហេតុផលមួយទៀតនោះគឺជឿជាក់ទៅលើសមត្ថភាពនិងការគិតរបស់ខ្លួនឯងពេកខ្ញុំជឿថាអ្នកដែលធ្លាប់ធ្វើផែនការសកម្មភាពប្រចាំថ្ងៃប្រកាសជាធ្លាប់ជួបនៅរឿងមួយនេះអ្នកភ្ញាក់ពីព្រលឹមពោពេញដោយកម្លាំងនិងថាមពលពេញហើយបានរៀបចំផែនការសកម្មភាពថ្ងៃនេះយ៉ាងពេញលេញសង្ឃឹមថាខ្លួនឯងអាចសម្រេចការងារទាំងអស់នេះបាននៅថ្ងៃនេះធ្វើមិនទាន់បានប៉ុន្មានផងអ្នកមានអារម្មណ៍ថាហត់នឿយព្រោះអ្នកកំណត់គោលដៅឲ្យខ្លួនឯងច្រើនពេក
ការងារច្រើនបែបនេះអ្នកមិនអាចធ្វើវាអស់នោះឡើយហើយអារម្មណ៍ពុះកញ្ជ្រោលរបស់អ្នកក្នុងពេលបំពេញការងារក៏បានបាត់បង់ទៅជាបណ្ដាបន្តិចម្ដងដែរនៅពេលដែលអ្នកហត់ប្រើការគិតនិងខួរក្បាលច្រើនពេកវាធ្វើឲ្យអ្នកបាត់បង់នូវថាមពលអស់ជាច្រើនមិនអាចបំពេញការងារដែលយើងបានសរសេរទុកពីព្រឹកឡើយនេះដោយសារតែអ្នកជឿជាក់ខ្ពស់ពេកទៅលើសមត្ថភាពខួរក្បាលរបស់អ្នកដូច្នេះអ្នកនិពន្ធបានប្រាប់យើងថាការដែលខិតខំសម្រេចគោលដៅច្រើនពេកមិនអាចធ្វើឲ្យយើងសម្រេចគោលដៅនោះបានទៅវិញទេផ្ទុយមកវិញវាបែរជាងាយនឹងធ្វើឲ្យយើងបរាជ័យទៅវិញនៅពេលដែលយើងប្រើកម្លាំងបាយនិងកម្លាំងប្រាជ្ញាអស់ពេកបែរជាងាយនឹងធ្វើឲ្យយើងមិនអាចអនុវត្តវិន័យបានខ្ជាប់ខ្ជួនទៅវិញដូច្នេះសរុបមកការដែលមិនងាយនឹងធ្វើឲ្យខ្លួនឯងសម្រេចគោលដៅនិងគោរពវិន័យនៅក្នុងខ្លួនបានគឺដោយសារតែយើងជឿជាក់ហួសហេតុពេកទៅលើកម្លាំងបាយកម្លាំងប្រាជ្ញារបស់ខ្លួនហើយមួយទៀតនោះគឺជឿជាក់ទៅលើបរិយាកាសខាងក្រៅនៅពេលដែលយើងសរសេរផែនការសកម្មភាពប្រចាំថ្ងៃតើយើងបានពិចារណារឿងដែលអាចមករំខានយើងទេមានបានទុកពេលវេលាឲ្យខ្លួនឯងសម្រាប់ទេតាមពិតទៅមួយថ្ងៃយើងត្រូវបានរឿងរ៉ាវតូចជាច្រើនធ្វើឲ្យបាច់អារម្មណ៍ឧទាហរណ៍ដូចជាសារសួរសុខទុក្ខពីអ្នកផ្ទះសំឡេង notification ក្នុងបណ្ដាញសង្គមទូរស័ព្ទទេរំខានជាដើមសុទ្ធតែជារឿងដែលអាចធ្វើឲ្យយើងបាច់អារម្មណ៍ទាំងអស់តែនៅពេលកំណត់ផែនការសកម្មភាពប្រចាំថ្ងៃយើងមិនបានពិចារណាដល់ចំណុចទាំងនេះទេយើងតែងតែចង់បានភាពល្អឥតខ្ចោះនិងបំពេញការងារបានច្រើនដូច្នេះយើងតែងតែប្រព្រឹត្តកំហុសឆ្គងមួយគឺកំណត់គោលដៅច្រើនពេកលំបាកពេកហើយជាប់គ្នាពេកការដែលរំពឹងខ្លួនឯងគិតថាខ្លួនអាចធ្វើការងារបានច្រើនក្នុងមួយថ្ងៃបែបនេះជារឿយៗតែងតែបញ្ចប់ដោយការបរាជ័យហើយធ្វើឲ្យផែនការសកម្មភាពរបស់យើងរញ៉េរញ៉ៃអស់ដូចជាទឹកក្តៅកំពុងតែពុះកញ្ជ្រោលអ្នកចាក់វាចូលទៅក្នុងកែវពេកវាហៀអញ្ចឹងដែរដូច្នេះអ្នកអាចរៀបចំផែនការសកម្មភាពប្រចាំថ្ងៃនេះដោយមិនចាំបាច់ល្អឥតខ្ចោះពេកទេមិនចាំបាច់ច្រើនពេកទេគឺសមល្មមនឹងកម្លាំងកាយនិងប្រាជ្ញាប្រចាំថ្ងៃរបស់យើងជាពិសេសទុកពេលវេលាគ្រប់គ្រាន់ដើម្បីសម្រាកនិងទុកចន្លោះពេលសម្រាប់រឿងដែលអាចកាត់ឡើងដែលយើងមិនបានព្រៀនទុកធ្វើតិចរាល់ថ្ងៃបែបនេះលទ្ធផលនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលមូលហេតុទី2ដែលធ្វើឲ្យយើងមិនអាចមានវិន័យនៅក្នុងខ្លួនបាននោះគឺយើងតែងតែរកលេសឲ្យខ្លួនឯងហើយនៅទីនេះអ្វីដែលគេប្រទះឃើញញឹកញាប់ជាងគេគឺថ្ងៃនេះជាថ្ងៃពិសេសនៅក្នុងជីវិតរស់នៅសប្តាហ៍ថ្ងៃមានរឿងច្រើនណាស់ដែលអ្នកអាចយកមកធ្វើជាលេសហើយគិតថាជាថ្ងៃពិសេសឧទាហរណ៍នៅពេលដែលអ្នកព្យាយាមអានសៀវភៅរាល់យប់មុនពេលចូលគេងតែនៅពេលដែលអ្នកមានអារម្មណ៍ថាខ្ជិលហត់ឬទៅមិនរួចអ្នកតែងតែនិយាយថាថ្ងៃនេះថ្ងៃពិសេសសុំសម្រាប់មួយថ្ងៃសិនមានពេលខ្លះមានការងារច្រើនដែលអ្នកត្រូវបំពេញតែរកលេសថាថ្ងៃនេះចុងសប្តាហ៍ជាថ្ងៃពិសេសចាំថ្ងៃច័ន្ទចាំធ្វើក៏មិនយឺតពេកដែរថ្ងៃនេះជាថ្ងៃពិសេសខួបកំណត់មិត្តភ័ក្តិមិនហាត់ប្រាណមួយថ្ងៃក៏វាមិនអីដែរបើសិនជាអ្នកមិនធ្វើវាដោយសារតែថ្ងៃនេះជាថ្ងៃពិសេសនោះថ្ងៃស្អែកថ្ងៃខាងស្អែកនិងថ្ងៃក្រោយទៀតសុទ្ធតែអាចคล้ายជាថ្ងៃពិសេសទាំងអស់តើអ្នកសុខចិត្តផ្អាកសកម្មភាពរបស់អ្នកដោយសារតែវាជាថ្ងៃពិសេសមែនទេបើមែននោះអ្នកក៏ជាមនុស្សសម្បូរដែរការដែលយករឿងមកខាងក្រៅមកកំណត់នៅការសម្រេចចិត្តរបស់អ្នកអនុញ្ញាតឲ្យវាមករំខានអ្នកនោះអ្នកនឹងក្លាយជាមនុស្សគ្មានវិន័យក្នុងខ្លួនបើសិនជាអ្នកពិតជាចង់ផ្លាស់ប្ដូរខ្លួនឯងក្លាយជាបុគ្គលឆ្នើមពិតមែនអ្នកគួរតែមានការតាំងចិត្តខ្ពស់ចំពោះខ្លួនឯងនៅពេលដែលអ្នកមានរឿងអ្វីមួយមករំខានសូមកុំឲ្យវាមកជះឥទ្ធិពលទៅលើគោលដៅរបស់អ្នកឲ្យសោះផ្លូវដែលខ្លួនឯងជ្រើសរើសទោះបីជាលំបាកយ៉ាងណាក៏ត្រូវដើរឲ្យចប់ដែរការកំណត់គោលដៅមិនពិបាកទេតែការអនុវត្តនិងការស៊ូទ្រាំធ្វើវាឲ្យជោគជ័យទើបជារឿងលំបាកមនុស្សជាច្រើនមិនអាចតស៊ូដល់ថ្ងៃចុងបញ្ចប់បានដោយសារតែពួកគេចាញ់នឹងពាក្យមួយម៉ាត់គឺល្មមបានហើយពាក្យនេះហើយដែលរារាំងអ្នកមិនឲ្យអ្នកក្លាយជាមនុស្សដែលឆ្នើមជាងមុនឧទាហរណ៍ថានៅពេលដែលមនុស្សធាត់ម្នាក់ខំប្រឹងបញ្ចុះគីឡូខ្លួនឯងពី100គីឡូមកត្រឹម70គីឡូយល់ថាខ្លួនឯងមានសុខភាពល្អគិតថាខ្លួនឯងជោគជ័យធ្វើវាបានសម្រេចហើយតែការពិតមិនដូច្នោះទេទោះបីជាការសម្រកគីឡូជាគោលដៅតែមួយគត់របស់អ្នកក៏ដោយតែអ្វីដែលសំខាន់ជាងគេគឺរក្សាគីឡូ70នោះឲ្យនៅថេរដដែលនិងមានសុខភាពល្អការសម្រកគីឡូជាគោលដៅមួយដែលអ្នកអាចសម្រេចវាបានវាជាចំណុចមួយតែការដែលរក្សាគីឡូនិងរក្សាសុខភាពរាងកាយឲ្យបានល្អយូរអង្វែងវាជាអ្វីដែលអ្នកត្រូវធ្វើពេញមួយជីវិតវាមិនមែនជាចំណុចគោលដៅមួយនោះទេវាជាបន្ទាត់មួយដ៏វែងឆ្ងាយវាទាមទារឲ្យអ្នកមានការតាំងចិត្តខ្ពស់និងរីករាយនឹងដំណើរមួយនេះដូច្នេះបើអ្នកចង់ធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សមានវិន័យពិតប្រាកដ
មិនមែនសំដៅទៅលើគោលដៅណាមួយធ្វើវាបានហើយឈប់នោះទេតែត្រូវធ្វើវាឲ្យคล้ายជាផ្នែកមួយនៃជីវិតរបស់យើងហើយបន្តអនុវត្តវាជារៀងរហូតคล้ายជាទម្លាប់ចង់ធ្វើបែបនេះទៅបានយន្តការលើកទឹកចិត្តចំពោះខ្លួនឯងពិតជាមានសារៈសំខាន់និយាយឲ្យសួរស្ដាប់ទៅគឺរង្វាន់លើកទឹកចិត្តឧទាហរណ៍ថាការឡើងប្រាក់ខែជាការលើកទឹកចិត្តមួយនិយាយបែបនេះដោយសារតែមានហេតុផលពីរយ៉ាងទី1ការដែលអ្នកមានវិន័យក្នុងខ្លួនមិនបាននាំមកនូវការផ្លាស់ប្ដូរឬលទ្ធផលភ្លាមជាក់ស្ដែងនោះទេតែអ្វីដែលវិន័យទាំងនោះនាំមកឲ្យយើងគឺវាហួសពីអ្វីដែលយើងគិតទៅទៀតហើយបើសិនជាអ្នកមានគោលដៅដ៏រឹងប៉ឹងមួយនិងមានការបដិញ្ញាចិត្តខ្ពស់នោះអ្នកនឹងធ្វើដំណើរបានឆ្ងាយជាងអ្នកដទៃហើយក៏អាចសម្រេចគោលដៅធំជាងអ្នកដទៃដែរអ្នកនិពន្ធ Goldsmith បានលើកឡើងថានៅពេលដែលគាត់បង្វឹក CEO និងអ្នកដឹកនាំទាំងនោះគាត់ប្រទះឃើញថាពួកគេចង់ធ្វើការផ្លាស់ប្ដូរដោយសារតែពួកគេគិតថានេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវនិងមានតម្លៃព្រោះវិន័យទាំងនេះអាចធ្វើឲ្យពួកគេសម្ដែងនៅតួអង្គនៅក្នុងស្ថាប័នការងារគ្រួសារនិងសង្គមរបស់ពួកគេបានយ៉ាងល្អចំណុចចុងក្រោយដែលធ្វើឲ្យយើងគ្មានវិន័យក្នុងខ្លួននោះគឺបារម្ភពីការយកឃើញរបស់អ្នកដទៃទៅលើការផ្លាស់ប្ដូររបស់ខ្លួនខ្ញុំធ្លាប់មានមិត្តភក្តិម្នាក់គាត់មានអត្តចរិតមើលមិនចូលចិត្តនិយាយស្ដីអ្វីទេភាសាអង់គ្លេសគេហៅថា introvert នៅកន្លែងធ្វើការដោយសារតែគាត់មិនសូវចេះនិយាយស្ដីធ្វើឲ្យគាត់ទទួលនៅសម្ពាធការងារជាច្រើនពីក្រុមការងារនៅក្នុងរឿងស្នេហាវិញដោយសារតែគាត់មិនចេះនិយាយមិនចេះបង្ហាញពីខ្លួនឯងបែបនេះហើយធ្វើឲ្យគាត់បាត់បង់ឱកាសជួបមនុស្សល្អៗជាច្រើនខ្ញុំធ្លាប់សួរទៅគាត់ថាហេតុអ្វីក៏អ្នកមិនសាកល្បងធ្វើការផ្លាស់ប្ដូរខ្លួនឯងគាត់និយាយថាគាត់ដឹងបើខ្លួនឯងធ្វើការផ្លាស់ប្ដូរនឹងទទួលនៅលទ្ធផលនិងរឿងរ៉ាវល្អៗជាច្រើនក្នុងជីវិតតែគាត់ខ្លាចមិនហ៊ានធ្វើការផ្លាស់ប្ដូរនោះទេបើគាត់ប្ដូរទៅជារុះរាយរាក់ទាក់និយាយច្រើនជាងមុនវាប្រៀបបានដូចជាការបដិសេធនឹងខ្លួនឯងជាង20ឆ្នាំមកនេះវាមិនមែនជាគាត់ខ្លួនឯងពិតប្រាកដទេហើយនឹងធ្វើឲ្យអ្នកដទៃមើលឃើញថាវាជាការសម្ដែងក្រៅខ្លួនតែប៉ុណ្ណោះមិនមែនតែគាត់ម្នាក់នោះទេខ្ញុំជឿថាមនុស្សជាច្រើនក៏ជួបនឹងបញ្ហាស្ទាក់ស្ទើរដូចគាត់នេះដែរមុននឹងអ្នកធ្វើការផ្លាស់ប្ដូរអ្វីមួយដោយសារតែការស្ទាក់ស្ទើរសេចក្តីក្រែងចិត្តនិងការដែលខ្វល់ខ្វាយបាត់បង់ខ្លួនឯងនេះហើយដែលធ្វើឲ្យយើងបដិសេធមិនធ្វើការផ្លាស់ប្ដូរខ្លួនឯងឲ្យកាន់តែប្រសើរជាងនេះតាមពិតទៅការដែលផ្លាស់ប្ដូរខ្លួនឯងនៅទីនេះមិនមែនសំដៅទៅលើកម្មវត្ថុអ្វីមួយឲ្យពិតប្រាកដនោះទេគឺយើងខ្លួនឯងទេជាអ្នកឲ្យនិយមន័យវាអ្នកអាចផ្លាស់ប្ដូរវាជាទម្លាប់ផ្លាស់ប្ដូរវាជាចរិតឬផ្លាស់ប្ដូរវាឲ្យទៅជាបែបផែននៃការរស់នៅជា lifestyle របស់អ្នកក៏បានដែរអ្នកអាចមានសិទ្ធិតាក់តែងទៅតាមទស្សនៈរបស់ខ្លួនឯងប្រពៃណីនិងទំនៀមទម្លាប់របស់ខ្លួនកម្រិតវប្បធម៌និងបរិយាកាសសង្គមដែលខ្លួនរស់នៅបទពិសោធន៍និងអ្វីដែលអ្នកឆ្លងកាត់តែមួយគ្មានពីររបស់អ្នកកំណត់និយមន័យនៃជីវិតនិងគោលដៅរបស់ខ្លួនជាមុនសិនសឹមសម្រេចចិត្តដាក់វិន័យឲ្យខ្លួនឯងជាក្រោយសួរខ្លួនឯងតើខ្ញុំពិតជាចង់ផ្លាស់ប្ដូរវាមែនឬយ៉ាងណាតើខ្ញុំផ្លាស់ប្ដូរវាដើម្បីអ្វីតើខ្ញុំអាចទទួលបានលទ្ធផលជីវិតជាមានអ្វីខ្លះបើសិនជាខ្ញុំធ្វើការផ្លាស់ប្ដូរហេតុផលប៉ុន្មានខាងលើនេះជាអ្វីដែលរារាំងអ្នកមិនឲ្យក្លាយជាមនុស្សដែលមានវិន័យក្នុងខ្លួនអ្នកត្រូវឧស្សាហ៍រំលឹកខ្លួនឯងហើយចាកឆ្ងាយពីសកម្មភាពទាំងនេះខាងលើនេះគឺជាចំណុចសំខាន់ទី1ដែលយើងបានធ្វើការវែកញែកឲ្យឃើញពីកត្តារារាំងយើងមិនអាចឲ្យយើងមានវិន័យនៅក្នុងខ្លួនតទៅនេះយើងមកមើលចំណុចសំខាន់ទី2វិញម្ដងតើធ្វើយ៉ាងណាទើបអាចក្លាយជាមនុស្សដែលមានវិន័យក្នុងខ្លួនទៅអ្នកនិពន្ធយល់ឃើញថាមានវិន័យនិងគ្មានវិន័យគឺមកពីអាកប្បកិរិយាពីរផ្ទុយគ្នាគឺសកម្មនិងអសកម្មដើម្បីសម្រេចបាននូវការផ្លាស់ប្ដូរមួយជីវិតជាមានយើងត្រូវមានសកម្មភាពនិងភាពសស្រាក់សស្រាំនៅក្នុងការគូសវាសនៅគម្រោងរបស់ខ្លួនឯងបើគ្មានគម្រោងការនោះទេយើងពិបាកនឹងសម្រេចជោគជ័យណាស់ការដែលបានកំណត់គោលដៅនិងគម្រោងការបានល្អប្រសើរមិនត្រឹមតែអាចធ្វើឲ្យយើងមានភាគរយខ្ពស់នៅក្នុងការសម្រេចនៅជោគជ័យប៉ុណ្ណោះទេថែមទាំងអាចធ្វើឲ្យយើងចំណេញពេលវេលាដែលខ្ជះខ្ជាយទៅលើរឿងរ៉ាវណាដែលគ្មានការពាក់ព័ន្ធទៀតផងមានពាក្យមួយម៉ាត់និយាយថាបើសិនជាគេឲ្យពេលខ្ញុំ5ម៉ោងកាប់ដើមឈើមួយដើមខ្ញុំសុខចិត្តចំណាយពេល4ម៉ោងដើម្បីសម្លៀងពូថៅការដែលចេះរៀបចំគម្រោងការត្រៀមខ្លួនទុកជាមុនពេលធ្វើអ្វីមួយមើលទៅហាក់បីដូចជាមិនមែនជាការងារពាក់ព័ន្ធគ្នាតែការពិតវាបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការសម្រេចការងារនោះនៅក្នុងការរស់នៅប្រចាំថ្ងៃនៅពេលដែលអ្នកចាប់ផ្ដើមក្រោកពីព្រលឹមសរសេរនៅកាតព្វកិច្ចដែលអ្នកត្រូវធ្វើនៅថ្ងៃនេះដាក់នៅលើក្រដាសនៅពេលដែលអ្នកចាប់ផ្ដើមចេះរៀបចំបន្ទប់ខ្លួនឯងឲ្យមានរបៀបរៀបរយមុនពេលចេញទៅទិញទំនិញអ្នកចាប់ផ្ដើមកត់មុខទំនិញដែលអ្នកត្រូវទិញដាក់នៅលើក្រដាសហើយទិញតែអ្វីដែលមាននៅក្នុងក្រដាស
វាសុទ្ធតែជាការគ្រោងទុកមួយដែលអាចធ្វើឲ្យជីវិតយើងមានប្រសិទ្ធភាពជាងមុនតាក់ទងជាមួយនឹងការគូសវាសផែនការដើម្បីសម្រេចបាននូវគោលដៅคล้ายជាមនុស្សមានវិន័យលោក Goldsmith បានបង្ហើបប្រាប់យើងពី tool ដ៏ងាយស្រួលនៅក្នុងការអនុវត្តនោះគឺការសួរសំណួរខ្លួនឯងជារៀងរាល់ថ្ងៃខាងក្រោមនេះយើងលើកឧទាហរណ៍ជាក់ស្ដែងមួយមកធ្វើការបកស្រាយគឺផែនការសម្រកទម្ងន់ថាតើត្រូវប្រើប្រាស់ tool នេះយ៉ាងណាដើម្បីសម្រេចបាននូវការសម្រកទម្ងន់ឧទាហរណ៍ថាអ្នកធាត់ខ្លាំងលើទម្ងន់ហើយអ្នកមានគម្រោងថានឹងសម្រកទម្ងន់និងបណ្ដុះទម្លាប់រស់នៅល្អមួយជូនខ្លួនឯងនោះរឿងទី1ដែលអ្នកត្រូវធ្វើមុនគេគឺកំណត់នូវគោលដៅតូចមួយដែលអ្នកត្រូវធ្វើនៅថ្ងៃនេះនៅក្នុងឧទាហរណ៍នេះយើងកំណត់នូវវិធីសាស្ត្រសម្រកទម្ងន់2យ៉ាងទី1ទ្រាំញ៉ាំផ្លែឈើជំនួសបាយឲ្យបាន1ខែនិងទី2គឺជ្រើសរើសទៅហាត់ប្រាណនៅពេលដែលអ្នកសរសេរចេញនៅផែនការសម្រកទម្ងន់ទាំងនេះហើយជំហានទី2អ្នកត្រូវសួរខ្លួនឯងបន្តទៀតតើខ្ញុំពិតជាបានខិតខំអស់ពីសមត្ថភាពហើយឬនៅអ្នកត្រូវឲ្យពិន្ទុខ្លួនឯងឧទាហរណ៍ថាបើសិនជាខ្ញុំជ្រើសរើសយកការសម្រកទម្ងន់ដោយការតបអាហារពេលល្ងាចញ៉ាំតែផ្លែឈើមិនលួចញ៉ាំមាន់បំពងនោះទេខ្ញុំនឹងឲ្យពិន្ទុខ្លួនឯង100ពិន្ទុពេញតែបើសិនជាខ្ញុំជ្រើសរើសយកការហាត់ប្រាណមកធ្វើជាវិធីសម្រកទម្ងន់តែខ្ញុំគ្រាន់តែចុះពីលើផ្ទះដើរ2 3ជុំហើយត្រឡប់មកវិញនោះខ្ញុំឲ្យពិន្ទុខ្លួនឯងតែ30ពិន្ទុប៉ុណ្ណោះត្រង់ចំណុចនេះអ្នកត្រូវចាំថានៅពេលដែលអ្នកទាំងអស់គ្នាចាប់ផ្ដើមកំណត់គោលដៅហើយមិនមែនមានន័យថាអ្នកមិនត្រូវផ្លាស់ប្ដូរគោលដៅនោះទេឧទាហរណ៍ថាយើងព្យាយាមហាត់ប្រាណសម្រកទម្ងន់អស់ពេល3ខែហើយទម្ងន់ក៏ស្រកតាមអ្វីដែលយើងចង់បានដែរតើយើងត្រូវឈប់ទៅហាត់ប្រាណហើយមែនទេមនុស្សភាគច្រើនសម្រេចដល់គោលដៅហើយដល់ត្រើយសោយគូតតែនៅទីនេះអ្នកនិពន្ធបានបង្ហាញប្រាប់យើងថាអ្នកមិនត្រឹមតែត្រូវបន្តធ្វើវារហូតคล้ายជាទម្លាប់នោះទេថែមទាំងត្រូវកំណត់គោលដៅខ្លួនឯងឲ្យកាន់តែខ្ពស់ជាងមុនទៅទៀតឧទាហរណ៍ថាបដូរពីការហាត់ប្រាណមួយសប្តាហ៍3ថ្ងៃមកជាការរត់ម៉ារ៉ាតុង1ខែម្ដងជាដើមតែនេះហើយជាវិធីសួរខ្លួនឯងរាល់ថ្ងៃអ្នកប្រកាសជាយល់ថាដូចជាសាមញ្ញពេកហើយតើវិធីនេះពិតជាអាចធ្វើឲ្យយើងមានវិន័យក្នុងខ្លួនមែនឬយ៉ាងណានិយាយស្រួលទេតែធ្វើវាពិបាកយើងមកមើលហេតុផល3យ៉ាងនៅពីក្រោយខ្នងវិធីសាស្ត្រសួរខ្លួនឯងនេះហេតុអ្វីបានជាវាអាចធ្វើឲ្យយើងងាយនឹងសម្រេចគោលដៅคล้ายជាមនុស្សមានវិន័យនៅក្នុងខ្លួនហេតុផលទី1ការធ្វើបែបនេះវាស្មើនឹងសន្យាចំពោះខ្លួនឯងនៅក្នុងជីវិតរស់នៅរបស់យើងក៏ត្រូវការរស់ជាដែរអ្វីដែលគិតនៅក្នុងចិត្តអ្វីដែលអ្នកនិយាយនិងអ្វីដែលអ្នកសរសេរដាក់នៅក្នុងទូរស័ព្ទសុទ្ធតែជារឿងងាយស្រួលទាំងអស់វាមិនសូវជាធ្វើឲ្យអ្នកខ្លួនឯងឲ្យតម្លៃទៅលើវានោះទេមានតែការយកប៊ិចសរសេរដាក់នៅក្នុងសៀវភៅប៉ុណ្ណោះទើបធ្វើឲ្យខួរក្បាលរបស់យើងចងចាំដោតសំខាន់និងឲ្យតម្លៃចំពោះវានៅពេលដែលយើងចាប់ផ្ដើមធ្វើការឆ្លោះបញ្ចាំងចំពោះខ្លួនឯងឬហៅថា self reflection អ្នកហ៊ានសរសេរនៅចំណុចខ្សោយរបស់ខ្លួនដាក់នៅលើក្រដាសសៀវភៅនោះមានន័យថាអ្នកទទួលស្គាល់នៅចំណុចខ្សោយខ្លួនឯងហើយអ្នកពិតជាចង់ធ្វើការផ្លាស់ប្ដូរឲ្យคล้ายជាបុគ្គលឆ្នើមជាងមុននៅពេលដែលអ្នកកាន់ប៊ិចឡើងវាធ្វើឲ្យអ្នកចាប់ផ្ដើមគិតពិចារណាហើយនៅពេលដែលអ្នកចាប់ផ្ដើមសរសេរអ្នកនឹងចាប់ផ្ដើមសម្រេចចិត្តនិងទទួលស្គាល់នៅចំណុចខ្សោយទាំងនោះទាំងនេះហើយជាជំហានទី1នៃការផ្លាស់ប្ដូរហេតុផលទី2យើងនឹងមានការជំរុញទឹកចិត្តគ្រប់ពេលនៅពេលដែលយើងត្រូវការរឿងទាំងអស់ដែលយើងធ្វើមិនមែនកើតឡើងដោយឯងនោះទេវាសុទ្ធតែមានកត្តាជំរុញចិត្តណាមួយនៅពីក្រោយទោះបីជាពេលខ្លះយើងមិនដឹងថាកត្តាជំរុញចិត្តនោះមកពីណាក៏ដោយវិន័យនាំមកនូវសកម្មភាពហើយរាល់សកម្មភាពទាំងអស់ត្រូវការជំរុញចិត្ត Marshall Goldsmith បានធ្វើការបែងចែកការជំរុញចិត្តជាពីរគឺកត្តាខាងក្រៅនិងកត្តាខាងក្នុងតើការជំរុញចិត្តមកពីខាងក្នុងជាអ្វីទៅនិយាយឲ្យស្រួលយល់គឺធ្វើរឿងណាដែលយើងស្រឡាញ់ឧទាហរណ៍ថាយើងអានសៀវភៅមួយក្បាលឬចំណាយពេល2-3ម៉ោងដុតនំប៉័ងមួយបើអ្នកមិនចូលចិត្តវានោះទេអ្នកមិនអាចធ្វើវាបាននោះទេឧទាហរណ៍ជាក់ស្ដែងមីងរបស់ខ្ញុំម្នាក់គាត់ចូលចិត្តធ្វើម្ហូបណាស់ឲ្យតែមានបងប្អូនទៅលេងផ្ទះគាត់ពេលបុណ្យទានម្ដងគាត់ធ្វើម្ហូបច្រើនមុខមិនត្រឹមតែប៉ុណ្ណោះគាត់ទៅសួរបងប្អូនកូនក្មួយគ្រប់គ្នាថាចូលចិត្តញ៉ាំអ្វីគាត់ធ្វើឲ្យញ៉ាំហើយគាត់ធ្វើទាំងសប្បាយចិត្តទៀតផងគាត់មិនមានអារម្មណ៍ថាហត់ទេព្រោះវាជាអ្វីដែលគាត់ចូលចិត្តហើយក្តីសុខរបស់គាត់គឺនៅពេលដែលគាត់ធ្វើម្ហូបដូច្នេះនេះជាកត្តាជំរុញចិត្តពីខាងក្នុងមកដែលមិនចាំបាច់មានអ្នកណាមកលើកទឹកចិត្តគាត់ឲ្យធ្វើម្ហូបនោះឡើយចុះអ្វីទៅជាកត្តាជំរុញចិត្តខាងក្រៅវាជារង្វាន់លើកទឹកចិត្តឬជាហេតុផលណាមួយដែលជំរុញឲ្យអ្នកធ្វើរឿងអ្វីមួយឧទាហរណ៍ថា
ការខំប្រឹងរៀនដើម្បីប្រឡងបាក់ឌុបឬការដែលខំប្រឹងធ្វើការដើម្បីទទួលបានការដំឡើងប្រាក់ខែជាដើមតែចំពោះវិធីសាស្ត្រសួរខ្លួនឯងជារៀងរាល់ថ្ងៃនេះប្រសិទ្ធភាពរបស់វាគឺមិនចាំបាច់មានការជំរុញចិត្តពីខាងក្រៅក៏មិនចាំបាច់មានការជំរុញចិត្តពីខាងក្នុងដែរមានន័យថាទោះបីជាការផ្លាស់ប្ដូរនេះមិនមែនជារឿងដែលអ្នកពេញចិត្តក៏ដោយឬក៏វាមិនទទួលបាននូវលាភសក្ការៈក្នុងរយៈពេលខ្លីក៏ដោយចុះក៏អ្នកអាចមានកម្លាំងជំរុញចិត្តមួយយ៉ាងមកជួយជោគជួយចែវឲ្យអ្នកធ្វើវាបានសម្រេចដែរអ្នកថាទៅមើលតើវាល្អដែរទេយើងមកមើលឧទាហរណ៍សម្រកទម្ងន់ដែលយើងបានលើកឡើងខាងលើខ្ញុំលើកឧទាហរណ៍នេះមកនិយាយដដែលក៏ព្រោះតែវាអាចនឹងពាក់ព័ន្ធនឹងអ្នកទាំងអស់គ្នាហើយវានៅមិនឆ្ងាយពីយើងទេថាមិនត្រូវអ្នកកំពុងតែជួបបញ្ហានេះហើយអ្នកខ្លួនឯងកំពុងតែចង់ធ្វើការផ្លាស់ប្ដូរផងក៏មិនដឹងអ្នកចង់សម្រកទម្ងន់បែរជាមិនចូលចិត្តហាត់ប្រាណនិយាយឲ្យត្រង់ទៅបើអ្នកចូលចិត្តហាត់ប្រាណមែនអ្នកមិនចាំបាច់មានគីឡូធ្ងន់យ៉ាងនេះទេចង់សម្រកទម្ងន់ទាមទារឲ្យអ្នកហាត់ប្រាណទៀងទាត់និងត្រូវមានទម្លាប់ញ៉ាំអាហារមួយចំនួនដែលមានកាឡូរីទាបនិងមានប្រូតេអ៊ីនខ្ពស់មនុស្សមិនចូលចិត្តការផ្លាស់ប្ដូរទេបើអ្នកមិនចូលចិត្តធ្វើវាទេអ្នកនឹងគ្មានកត្តាជំរុញទឹកចិត្តពីខាងក្នុងឡើយមិនចឹងទេហើយកត្តាជំរុញទឹកចិត្តពីខាងក្រៅក៏ពិបាកនឹងធ្វើឲ្យអ្នកមានកម្លាំងចិត្តភ្លាមដែរដូចជាគ្រូបង្វឹកហាត់ប្រាណដែលតែងតែស្រែកលើកទឹកចិត្តអ្នកបង្ខំឲ្យអ្នកញ៉ាំរបបអាហារដែលអ្នកមិនចូលចិត្តក៏មិនសូវជាមានប្រសិទ្ធភាពចំពោះអ្នកដែរព្រោះការសម្រកទម្ងន់មិនមែនជារឿងមួយថ្ងៃពីរថ្ងៃដែលអ្នកមើលឃើញលទ្ធផលភ្លាមនោះទេវាត្រូវការពេលវេលាវែងទើបអាចមើលឃើញពីលទ្ធផលដូច្នេះការជំរុញទឹកចិត្តពីខាងក្រៅនៅទីនេះក៏គ្មានប្រយោជន៍ដែរដោយសារតែបែបនេះហើយបានជាវិធីសាស្ត្រសួរខ្លួនឯងជារៀងរាល់ថ្ងៃនេះមានអត្ថប្រយោជន៍ចំពោះអ្នកដែលចង់ធ្វើការផ្លាស់ប្ដូរនិងចង់មានវិន័យក្នុងខ្លួនវាអាចជួយឲ្យអ្នកសម្រេចនៅកិច្ចការជាច្រើនដែលគ្មានការជំរុញទឹកចិត្តពីខាងក្នុងនិងគ្មានការជំរុញទឹកចិត្តពីខាងក្រៅហេតុផលទី3នោះគឺវាអាចធ្វើឲ្យយើងមើលឃើញពីភាពខុសគ្នារវាងការដែលមានវិន័យក្នុងខ្លួននិងការដែលចេះគ្រប់គ្រងខ្លួនឯង self discipline និង self control តើពីរនេះខុសគ្នាត្រង់ណាទៅការចេះគ្រប់គ្រងខ្លួនឯងមានន័យថាការដែលចេះទប់ខ្លួនឯងមិនឲ្យធ្វើរឿងណាមួយដែលអ្នកមិនគួរធ្វើរីឯការដែលមានវិន័យក្នុងខ្លួនគឺការជំរុញខ្លួនឯងធ្វើរឿងណាមួយដែលខ្លួនគួរធ្វើឧទាហរណ៍ឲ្យស្រួលយល់ជាងនេះនៅពេលដែលអ្នកញ៉ាំបាយពេលល្ងាចរួចហើយទប់អារម្មណ៍ខ្លួនឯងមិនឲ្យញ៉ាំមាន់បំពងចាប់ពីម៉ោង11យប់ទៅនេះគេហៅថាចេះគ្រប់គ្រងខ្លួនឯង self control នៅពេលដែលអ្នកចេញពីធ្វើការហើយតាំងចិត្តទៅហាត់ប្រាណរាល់ថ្ងៃនេះគេហៅថាការមានវិន័យក្នុងខ្លួន self discipline មនុស្សភាគច្រើនធ្វើបានតែមួយប៉ុណ្ណោះក្នុងចំណោមពីរមិនងាយនឹងមានអ្នកណាម្នាក់ចេះគ្រប់គ្រងខ្លួនឯងហើយមានវិន័យចំពោះខ្លួនឯងណាខ្ញុំនិយាយថាមិនងាយមានមិនមែនមានន័យថាមិនមានសុទ្ធនោះទេនៅពេលដែលយើងដាក់សំណួរសួរខ្លួនឯងរាល់ថ្ងៃបែបនេះអ្នកនឹងបែងចែកច្បាស់លាស់ថាអ្នកជាមនុស្សចេះគ្រប់គ្រងខ្លួនឯងឬជាមនុស្សដែលមានវិន័យក្នុងខ្លួនឬក៏អ្នកអាចធ្វើវាបានទាំងពីរដើម្បីបែងចែកឲ្យកាន់តែច្បាស់ពីពាក្យទាំងពីរនេះយើងលើកឧទាហរណ៍ការផ្ដាច់បារីមកនិយាយអ្នកដែលចេះគ្រប់គ្រងខ្លួនឯងនិងអ្នកដែលមានវិន័យក្នុងខ្លួនប្រហែលជាប្រើវិធីសាស្ត្រផ្សេងគ្នានៅក្នុងការផ្ដាច់បារីអ្នកដែលមានវិន័យក្នុងខ្លួនប្រហែលជាសួរខ្លួនឯងថាតើខ្ញុំពិតជាបានខំប្រឹងអស់ពីសមត្ថភាពដើម្បីផ្ដាច់បារីហើយឬនៅឯអ្នកដែលចេះគ្រប់គ្រងខ្លួនឯងប្រហែលជានិយាយថាតើខ្ញុំពិតជាបានគ្រប់គ្រងការជក់បារីប្រចាំថ្ងៃរបស់ខ្ញុំហើយឬនៅមើលឃើញពីភាពខុសគ្នារវាងពាក្យទាំងពីរម៉ាត់នេះទេអ្នកដែលមានវិន័យក្នុងខ្លួនសួរខ្លួនឯងដោយមិនមានសម្ពាធទេប្រឹងអស់ពីសមត្ថភាពឬនៅបង្ហាញពីការតាំងចិត្តដែលគ្មានព្រំដែនឡើយអ្នកធ្វើវាបានល្អហើយតែអ្នកចង់ធ្វើវាកាន់តែល្អជាងនេះរីឯអ្នកដែលគ្រប់គ្រងខ្លួនឯងវិញវាមានអារម្មណ៍មួយថាយើងកំពុងព្យាយាមទប់ព្យាយាមគ្រប់គ្រងអ្វីមួយដូចជាមានសម្ពាធណាស់ដូច្នេះនៅពេលដែលអ្នកធ្វើអ្វីមួយអ្នកគួរគិតឲ្យបានច្បាស់ថាអ្នកកំពុងតែប្រែខ្លួនជាបុគ្គលដែលមានវិន័យជាងមុនឬក៏អ្នកកំពុងតែព្យាយាមគ្រប់គ្រងខ្លួនឯងមិនឲ្យធ្វើរឿងអ្វីមួយអង្គទាំងពីរនេះគឺវាមានភាពខុសគ្នាខាងលើនេះជាខ្លឹមសារសំខាន់ដែលមាននៅក្នុងសៀវភៅនេះយើងមកធ្វើការនិយាយត្រួសឡើងវិញពីអ្វីដែលយើងបានរៀននៅថ្ងៃនេះផ្នែកទី1យើងនិយាយពីហេតុផលមួយចំនួនដែលរារាំងយើងមិនឲ្យក្លាយជាមនុស្សមានវិន័យនៅក្នុងខ្លួនដូចជាការជឿជាក់លើកម្លាំងកាយកម្លាំងប្រាជ្ញានិងបរិយាកាសជុំវិញខ្លួនយើងពេកការដែលតែងតែរកលេសឲ្យខ្លួនឯងនិងការដែលខ្វាយខ្វល់ពីការយល់ឃើញរបស់អ្នកដទៃចំពោះការផ្លាស់ប្ដូររបស់ខ្លួនសុទ្ធតែជាអ្វីដែលរារាំងយើងមិនឲ្យទទួលបានជោគជ័យនៅក្នុងការអនុវត្តវិន័យនៅក្នុងខ្លួនផ្នែកទី2យើងបានលើកឡើងពីវិធីធ្វើយ៉ាងណាឲ្យក្លាយជាមនុស្សដែលមានវិន័យក្នុងខ្លួនក្រោយពេលដែលយើងឲ្យនិយមន័យខ្លួនឯងទៅលើវិន័យទាំងនេះហើយ
អ្នកនិពន្ធក៏បានលើកឡើងពីវិធីសួរខ្លួនឯងជារៀងរាល់ថ្ងៃដែលចែកចេញជាពីរដំណាក់កាលទី1កំណត់គោលដៅតូចមួយប្រចាំថ្ងៃដែលយើងអាចធ្វើបានទី2ផ្ដល់ពិន្ទុឲ្យសកម្មភាពរបស់ខ្លួនឯងតើយើងពិតជាបានធ្វើវាអស់ពីកម្លាំងកាយហើយឬនៅហើយអ្វីដែលអ្នកនិពន្ធចង់សង្កត់ធ្ងន់នៅទីនេះគឺវិន័យរបស់អ្នកមិនមែនកំណត់តែម្ដងហើយមិនមានការផ្លាស់ប្ដូររហូតនោះទេអ្នកត្រូវធ្វើការកែតម្រូវវិន័យរបស់ខ្លួនតាមកលៈទេសៈនិងការបោះជំហានរបស់អ្នកការដែលសួរខ្លួនឯងរាល់ថ្ងៃបែបនេះវាមានអត្ថប្រយោជន៍3យ៉ាងទី1វាជាការសន្យាចំពោះខ្លួនឯងទី2មានការជំរុញទឹកចិត្តស្រាប់នៅពេលដែលយើងត្រូវការកម្លាំងចិត្តនិងទី3ធ្វើឲ្យយើងបែងចែកពីភាពខុសគ្នារវាងការមានវិន័យក្នុងខ្លួននិងការគ្រប់គ្រងខ្លួនឯងទាំងអស់នេះជាខ្លឹមសារសំខាន់មួយចំនួនដែលមាននៅក្នុងសៀវភៅនេះអរគុណចំពោះការតាមដានស្ដាប់របស់អ្នកទាំងអស់គ្នាសូមអបអរសាទរអ្នកបានស្ដាប់ចប់សៀវភៅមួយក្បាលទៀតហើយ